ក្លិនស្រែក្លិនស្រូវវាលវស្សាក្លិនជញ្ជាំងស្រូវទុំឆ្កឆៃយ៉ាំឆ្កដៃគោះឡើងរឿនទៅហាតាមដងផ្លូវអស់អំមាក្មេងៗវ័យជំទង់នាំគ្នាចាំរងជាហោហែតាមបណ្ដាផ្លូវលំអ្នកខ្លះអាងខ្លួនធំចូលទិញមងដេញអំបាក្មេងប្រប្រាំងសសិចសសែកតាមជើងសសរផ្ទះខ្លះយំខ្លះសោចខ្លះលើកដៃសំពះមានគ្រប់រសជាតិថាតែអញ្ចឹងពេលខ្ញុំនៅកុមារភាពខ្ញុំក៏ត្រូវគេធ្វើបាបតែញយដែរអាចនិយាយបានថាវាជាការបន្តវេនតាំងពីបរមរានមកម្ល៉េះកាលពីសង្គមចាស់ឆ្នាំ1990តែកលៈទេសៈនេះប្រជាជនខ្មែរគ្រប់រូបពុំសូវមានជីវភាពធូរធារឡើយអាចនិយាយបានថាមួយភូមិមានគ្រួសារមួយទៅពីរប៉ុណ្ណឹងដែលរកស៊ីធូរធារខ្លះដាក់ទ្រូលន់និងបានត្រីខ្លះផ្គប់ផ្សំនឹងបន្លែបន្លប់ទៀនកលៀតផ្ទះក៏រន់ហូបតែមួយពេលហ្នឹងដំណាំចម្ការមានគ្រប់ល្មុតចេកឆ្នាំមុខចេកពងមាន់លហុងម្នាស់ខ្វិតកន្ទួតកំពេញរាជមានច្រើនណាស់ពាសពេញផ្ទៃដីខាងក្រៅផ្ទះរឿងដែលនឹកស្មានមកដល់នោះតែបើរាប់ចូលទំហំផ្ទៃដីតាមបណ្ដាគ្រួសារនីមួយៗពិតមានផ្ទៃដីធំសម្បើមណាស់បើយើងខ្វះរមៀតឬរំដេងអាចរកតាមផ្ទះអ៊ំពូមីងនៅជិតខាងបានរឿងនេះជាធម្មតាទេព្រោះការដោះដូរនេះមានទៅមានមកមិនតែប៉ុណ្ណោះប្រសិនបើស្លសម្លឆ្អិនពួកគាត់មានទម្លាប់មកចែករំលែកគ្នាទៅវិញទៅមកហើយបាននិយាយរឿងសាច់ញាតិចិត្តឆ្ងាយគាត់ណាពុំខ្វះឡើយពីដើមខូបរហូតដល់ចុងខូសុទ្ធតែស្គាល់គ្នាសិនតែគ្រប់ផ្ទះដោយយល់ថាពួកគាត់មានទម្លាប់មកឲ្យតែមេពិធីបុណ្យល្ខោនតាមវត្តអាចនិយាយបានថាគ្រួសារមួយស្គាល់គ្រួសារ10គ្រួសារ10ស្គាល់ជាបន្តជាហោហែតាមបណ្ដាផ្លូវនិងកុំភ័យឡើយរឿងចោរកម្មរកុសឬរឿងកាហេតុផ្សេងព្រោះពុំសូវមានឡានម៉ូតូស្វាត់ទេតាមដងផ្លូវឯឃើញយូរមានម៉ូតូអាឆាលីមួយហើយផ្សាយនឹងត្រឡោឬអាននិយាយបានថាលយហើយងាយចងល់នោះព្រោះសំបីតែកងខ្មែររបស់ពុកក៏រាប់បញ្ចូលថាជាទ្រព្យសម្បត្តិដ៏មានសក្តានុពលមួយផងដែរ
យូរឃើញអំពុំមីធាក់កងជាហោហានខ្លះមានកញ្ឆេងដឹកឡើងពលមានចេក20ទៅ30ស្និបរួមទាំងសំយកចេកដាក់ត្រួតពីលើគ្នាតែគាត់សរសើរពួកគាត់ណាអាចដុកទៅរួចប្រសិនបើខ្ញុំមិនដឹងជាដួលប្រមាណដងទេព្រោះសន្តានផ្លូវមានសភាពពិបាករៀងត្រលេត្រលុកទាំងស្នាមដកជើងគោបត់សតទឹកជាធ្លប់ស្រមោលសស្ទងដែលលយចេញពីកំរែលអាប់ដងក្រាស់ដំបងរៀងហ្វាច់បន្តិចដែរតែដងតែចិត្តបន្តិចទើបដឹងថានេះគ្រាន់ជាហ្វូមគោតាមីអាននិយាយបានថាក៏ជាព្រានប្រៃដ៏ពេញលក្ខណៈមួយទៅហើយជារងដ៏ឆ្នាំខ្ញុំតែងតែឃើញគាត់នៅខាងព្រៃជានិច្ចកាលអស់អំបាក្មេងៗហើយគាត់ថាអ្នកថែរក្សាព្រៃតែត្រូវគាត់ធ្វើបាបតែញោមបើសង្កេតមើលជុំវិញខ្លួនគាត់វិញមិនភេទឡើយរឿងឆ្កែមានតែខ្មៅមានទាំងគុទាវមានទាំងសអាចនិយាយបានថាជាអ្នកប្រមាណមួយរួមទាំងឆ្វែខ្ញុំបានលុបផងដែរព្រោះឲ្យតែពួកវាជួបគ្នាម្ដងក៏ដងច្បាស់ណាស់ច្បាស់បកកន្ទុយលិតមាត់លិតកគ្នាប្រទែងប្រតិបង្ហាញពីក្តីរាក់ទាក់ប្រសិនបើជួបគាត់ម្ដងមិនខ្វាញ់រឿងដល់រឿងសោកសប្បាយរីករាយមិនដឹងជាអារម្មណ៍កាលឡើងមកពីណាទេតែដែលយល់ថាគាត់មានប្រវត្តិជាតួលខោកាលពីសង្គមចែកទៅផាតនេះបានជាគាត់ប៉ិនប្រសពមករឿងនិយាយកំ pl ែបែបស្ងួតទាំងទឹកមុខសំដីសណ្ដាកាលពីតាបាត់ណាស់ធ្វើឲ្យអំបានក្មេងៗរួមទាំងយុវជនដូចជាខ្ញុំអង្គុយសោតឡើងចំហមកមិនខ្លះអង្គុយតាមរជើបើស្រមៃនឹងទិដ្ឋភាពនោះប្រៀបដូចជារោងខោមដែលគេកំពុងលេងដូចនេះដែរទំនប់ព័ទ្ធជំវិញដែលបានបន្សល់កាលពីសម័យប៉ុលពតដែលអ្នកស្រុកភូមិឲ្យឈ្មោះថាទំនប់តាព្រីងហើយចំពោះរឿងរ៉ាវទំនប់នេះខ្ញុំក៏ធ្លាប់អង្គុយស្ដាប់ពីចាស់លោកធ្លាប់និយាយថាកាលពីសម័យប៉ុលពតមានតាម្នាក់ឈ្មោះតាព្រីងគាត់ជឿទៅហើយដោយធ្វើការពងកាត់ណាត្រូវពួកប៉ុលពតធ្វើបាបបង្កឲ្យគាត់ដាច់អាហារនិងឃ្លានទើបលោកដាំទឹកជាមួយនឹងក្របស្លែងផឹកនៅខាងក្រោមស្លាកនៅទីនេះដោយបន្សល់នៅគេឈ្មោះនិងសេចក្តីឈឺចាប់ជាបន្តទើបអ្នកស្រុកប្រសពនាមឈ្មោះទំនប់នៃឋានទំនប់តាព្រីង
ដែលរឿងទាំងអស់ឯងគ្រាន់តែជាការចងចាំជាបន្តគ្នាតែប៉ុណ្ណោះល្ងាចរៀងជ្រេទៅហើយផ្ការងចែកទុនចង់ការជុកសងចានបើបន្ទេព្រះសរិយាដែលបានបញ្ចេញមកផ្ទៃផាយ positive ក្រហមឆ្អៃចាំងផ្លាទាំងការជុកសងដែលបានតែចេញទឹកទៅទឹកអមដែលខ្យល់បក់មករុសិត្រជាក់កាយាហើយងាយត្រដាតតាមមាត់បឹងអំបាលដងសាស្លាប្រឡាងជាមួយនឹងផ្កាត្រែងយោរៀងបក់បទៅមកការត្របាច់ព្រៃចាស់ក្លិនពីដើមតាមដងព្រៃតាក់ចិត្តមេឃងំចំដងក្រែកលំអងកាយរលកតូចបកតាមជំនាញមាត់បឹងបកយកទាំងសម្បុកត្រីតូចចងពពុះពីពេញយូឃើញកូនត្រីហាប្រជែងគ្នាជឺពងជីហ្វូនសំលេងរលកតូចបោករួនទាំងខ្យល់បក់មកងារខាយកដឹកសឹងធ្វើឲ្យខ្ញុំអង្គុយស្ងប់ទៅខាងយូឃើញអំពុងវិញចុកគៀកោឲ្យវិលត្រឡប់ទៅផ្ទះវិញបូករួមទាំងសំឡេងក្មេងៗសើចរំពងប្រេះដែលអស់សំណើចនឹងកំប្លែងទីខនតាមីរៀងរាល់ព្រឹកព្រលឹមសាំងស្រាំងស្រកពេលស្មៅជិនបានឬរស់គួយថ្មីខ្ញុំតែងតែភ្ញាក់នឹងសំឡេងស្រែកដាច់ពីសំណាក់អំពុំមិញដែលបានធ្វើដំណើរចេញបរតកោដោយប្រកបមុខរបរស្ដាយចង្ការកែងគ្រូសាំងទាំងគ្រូសាំងមានទាំងរណោះរនេរណោតាមក្រោយហើយចំពោះគ្រូសាំងខ្ញុំក៏មានជីវភាពប្រហាក់ប្រហែលដូចតែគ្នាទេពុកជាអ្នកស្រែចម្ការប្រកបមុខរបរដំណាំឈ្លូសនិងលាយស្រូវពី3អំពូលគ្រាន់ទប់ទល់នឹងរដូវវស្សាម៉ែជាអ្នកឡើងផ្សារហើយចំពោះរុក្ខក្របហូបផ្លែដែលគាត់តែងតែយកទៅប្រមូលលក់នៅឯផ្សារខ្ញុំចំណាំឃើញមានសំយងចេកទាំងស្និទ្ធតែរាល់ពេលម៉ែត្រឡប់មកវិញម្ដងមិនភ្លេចឡើងរបស់ប្លែកដែលគេលក់ដូរនៅឯផ្សារហើយជារៀងរាល់ឆ្នាំម៉ែពុកតែងតែទៅលក់ដូរមានលក្ខណៈទ្រង់ទ្រាយធំឬជាយូរអាចដល់ទៅ1 ខែក៏មានហើយចំពោះរដូវដែលខ្ញុំតែងតែចំណាំគឺខែផែតបុត្រតែជារដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរតាមពិតទៅការដោះដូរនោះក៏ធ្លាប់ប្រាប់ខ្ញុំមានរយៈពេល15ថ្ងៃតែប៉ុណ្ណោះ
តែដោយសារតែឃ្លាតជួបជុំបងប្អូនសាច់ញាតិជិតឆ្ងាយនិងផ្លូវធ្វើដំណើររៀងឆ្ងាយហើយចំពោះមធ្យោបាយធ្វើដំណើរមានតែរទេះគោផងនោះទើបបានជាអូសបន្លាយពេលយូរដូច្នេះបើតាមខ្ញុំចាំប្រវត្តិស្នេហារបស់ពួកគាត់ទាំងពីរក៏ត្រូវបានចាស់ទុំចាប់គូសំគមតាំងពីក្មេងមកដោយពួកគាត់មានទម្លាប់មួយថាប្រសិនបើមានកូនចៅណាមានអាយុសម្បាគ្នាហើយពួកគាត់ស្គាល់និងយកចិត្តគ្នានោះចាស់តែងតែសូមភ្ជាប់និស្ស័យមេត្រីភាពជាមួយគ្នាទៅវិញទៅមកជាក់ជាពុំខាន់ឡើយវេលាប្រមាណជា4ទៀបភ្លឺសំឡេងមរញក៏ចាប់ដើមរំពងតាមបណ្ដាស្រុកភូមិមើលដែលខ្ញុំក៏ប្រញាប់ប្រញាល់នឹងការបកសំយំជេរឡើងញាប់ឆ្មេងដោយកំពុងតែប្រញាប់ផងអាហេយាស្រែកមកប្រញាប់ណាស់ណោះត្រូវការជំនួយអត់ខ្ញុំឆ្លើយបាត់លាយដងថាមិនអីទេសម្រាប់តែទឹកមុខវាក៏រីឆ្ងួតបន្តិចនិងញញឹមមកតិចហើយវាបន្តវិចារនិយាយមកថាមិនអីទេមិនចំណុចក្រាញ់ចិត្តគ្នាទេចាំគ្នាជួយខ្ញុំញញឹមបន្តិចមិនទាន់បាននិយាយតវិញផងវាហាក់សប្បាយចិត្តនឹងលោតឡើងលើក្រែឡើងផ្លុកខ្ញុំយកដៃឯកបាតឆ្ងល់នឹងសកម្មភាពវាផ្លាច់ខាច់បានបន្តិចវាក៏និយាយពោលបន្តមកថាចាំលេងឯងជួយគ្នាដកមើលឈប់អោអញជួយគ្នាតែតែចង់បានផលទៅវិញខ្ញុំញញឹមបន្តិចនឹងងក់ក្បាលបង្ហាញថាយល់ព្រមបានបន្តិចសកម្មភាពវាឡើងខ្លាំងហាក់មានគម្រោងអ្វីថ្មីមួយទៀតហើយខ្ញុំក៏មិនចង់សួរដេញដោលវាដែរព្រោះយល់វាតែងតែធ្វើរឿងប្លែកៗនិងចម្លែករាល់តែតនាព្រឹកព្រលឹមស្រាំងម៉ែទៅបានចេញដំណើរទៅលក់ដូរនៅឯផ្សារដោយសពដងខ្ញុំចេញដេញគោឲ្យវាស៊ីស្មៅនៅក្បែរទំនប់តាព្រេងរាល់ព្រឹកព្រលឹមស្រាំងស្រកពេលព្រះអាទិត្យរះមករាល់ព្រឹកព្រលឹមស្រាំងព្រះអាទិត្យក៏បញ្ចេញរស្មីមកចាស់មកលុបសន្សាមអាប់ខ្ញុំតែងតែដុំស្នុកគោពុតខ្លាយវាដើរទៅឆ្ងាយសំឡេងល្ខោនតាមីអាអត់អំបានក្មេងសែករំពោះព្រៃហាក់សប្បាយអើកងណាស់ហើយចំពោះរឿងដែលមិនភ្លេចនោះតាមថងស្ពីពីក្រោយខ្នងមិនភ្លេចឡើយរឿងម៉ាយខ្ចប់ស្លឹកឈូកមានត្រីញៀតមួយកន្ទុយដែលម៉ាយទិញមកពីផ្សារឈ្ងុយឈ្មោះពិសាហើយរត់តែមិនភ័យឡើយរឿងដាច់ទឹកព្រោះមានតែជ័រទៅគួនយើងអាចយកជ័រវាប្រលិញកាក់សំណល់ទឹកឲ្យឆ្លាឈ្វងបាត់បូករួមជាមួយនឹងបាយស្លឹកឈូកឆ្អែតងងុយគ្មានអ្វីមានតើ
ក៏ទោះបីបាយហើយរៀនងុយបន្តិចដែរហើយក៏មិនពេចដែររឿងសៀវភៅប្រវត្តិវិទ្យាព្រោះខ្ញុំចូលចិត្តណាស់ធ្វើទំបតែរៀននៅថ្នាក់ទី10មិនប៉ុន្តែត្រៀមលក្ខណៈសម្រាប់ថ្នាក់ទី12រួចទៅហើយព្រោះធ្លាប់សន្យាជាមួយនឹងម៉ែពុកថាត្រូវប្រឡងឲ្យជាប់យកសញ្ញាបត្រជូនពុកម៉ែសំឡេងខ្យល់បក់មករសិផាយផាត់ប៉ះស្លឹកត្រែងបង្កសំឡេងរំពងពេញព្រៃខ្យល់ត្រជាក់បក់មកកាន់តែខ្លាំងណាស់ពីទិសនិរដីចកមាត់បឹងយល់មិនក៏បញ្ចេញសំឡេងកោមកក្រកឹមព្រះតែចាប់ដើមរលឹកបាត់ដោយសារកម្ដៅពពករលំខ្សែគ្រូក៏បន្តចុះមកស្របពេលសំឡេងអាហេងស្រែកផ្ដាំមកថាអាសារឿងជួយដកមើមរលឹកនេះឯងទុកសិនចុះជួយគ្នាបន្តិចមើលទៅស្របដោយកញ្ជើមួយរំពីខាងក្រៅវាមានទំបន់ធ្ងន់គួរសមបូករួមទាំងមេឃរលំស្រស់ស្រាក់ជាប់ពីវិញកម្មកងខ្ញុំរួនបណ្ដាយកដៃស្ទាបមិនដាំងរៀងមូលរឹងឆ្ងល់ផងក៏សួរវាអានឹងស្អីគេរៀងរឹងដូចជាដំឡូងវាសើចបន្តិចឯងនិយាយទៅហៅវាជាដំឡូងតែគណៈពេកមេឃនេះចំដងផ្ទះចាំគ្នាប្រាប់ឯងតខ្ញុំបូកក្បាលដោយយល់ពីសន្តានភាពតែដៀងនៅតែឆ្ងល់វាបានដំឡងមកពីណាបើចំវិញគ្មានឡងចំការដំណងងាកជួយងាកស្ដាប់ពិតគ្មានចំការដំណងសោះខ្ញុំយកដៃអេះក្បាលស្របពេលភ្លៀងក៏ចុកតាមមកអត់ចំមុខខ្លាំងឡើងសូរសំឡេងទឹកភ្លៀងរ៉ាកាន់តែខ្លាំងអាតអស់អំបាលបាក់សាហើយត្រិត្រាតាមជំនឿប្រិយស្ដុកភ្នែកខ្ញុំមើលគ្មានយល់ស្ថានទេព្រោះគ្រាន់តែដំណក់ទឹកភ្លៀងច្រើនឡើងប៉ះទង្គិចមុខដូចស្បៃក៏ឈឺដែរមកដល់ទំនប់តាព្រីងរៀងចោតចំណោទណាស់ច្បាស់ដឹងតែរុញឡើងមិនកើតហើយបើស្មានមិនខុសរៀងចោតបែបនេះប្រមាណជា5ម៉ែត្រវាខ្ពស់គួរសមប្រសិនបើមិនអត់ភ្លៀងក៏ត្រូវតែសុទ្ធពីចម្ងាយដែរទើបអាចឡើងលើតួនេះរួចតែគណៈពេកនេះមេឃងងឹតក្លៀមក៏ខ្លាំងអាចគិតជាមុនថាមិនអាចឡើងទៅរួចឡើយខ្ញុំបាននិយាយប្រាប់វាដែរតែវាឆ្លើយមកហើយប្រសពមួយដងវារឡើងបានវាជឿជាក់ខ្ញុំហាក់អស់សំណើចណាស់ប៉ុន្តែមិនធ្វើទេក៏រុញតាមវាតែរុញមិនបានប៉ុន្មានម៉ែត្រផងក៏ត្រូវរមៀលចុះមកវិញដោយទាំងកង់ទាំងមនុស្សមកសង្កត់ពីលើខ្ញុំដោយអភ័ព្វខ្ញុំនៅខាងក្រោយគេក៏ត្រូវវាសង្កត់ពីលើបានជើងស្ដាំដឹងតែក្រិចហើយបើត្រឹមតែក្រិចក៏មិនធ្វើទេព្រោះកូនអ្នកស្រាម
រឿងបែបនេះកើតឡើងជាញឹកញាប់តែក្រោកឈើឡើងក្រឹកចាំចំពះទៀតបានបន្តិចអាហែងវាសើចតែវាមិនមែនសើចជាមួយនឹងខ្ញុំទេវាសើចលើមុខខ្ញុំរលាក់ក្បាលសុទ្ធតែភក់ខ្ញុំយប់ដៃវាយវាបន្តិចនិងបន្តនិយាយថាឯងសើចទៅរួចឯងដួលឡើងក្រឹកចង្កេះទៅហើយវាសើចបាយក្រោយនិងបន្តនិយាយបន្តថាគ្នាគ្មានចេតនាទេគ្នាក៏នឹកស្មានមិនដល់ដែរបើដែលមិនរួចដុំលងទុកនៅទីនេះចុះឯងឡើងលើកង់មកចាំគ្នាដឹកត្រឡប់ទៅផ្ទះវិញហើយស្នាក់នៅផ្ទះគ្នា2ទៅ3អាទិត្យចុះចាត់ទុកថានេះជាការប៉ះពើខ្ញុំបដិសេធជាមួយនឹងវាជាច្រើនលើកច្រើនសារតែក៏ទោះបីជាយ៉ាងណាខ្លួននៅលើកង់ទៅហើយមកថាមិនទៅខ្លួននៅតែទៅព្រោះវានៅតែដប់ទៅតាមផ្លូវរៀងឆ្ងាយគួរសមធ្វើតែផ្ទះពួកយើងនៅជិតគ្នាក៏មិនពិតតែខ្ញុំមិនដែលបានទៅលេងផ្ទះយូរម្ដងមកកាលណាឡើយអាចនិយាយបានថាពួកយើងជួបគ្នានៅតែព្រៃតែប៉ុណ្ណោះនេះជាទឹកទី1ហើយដែលខ្ញុំមកស្នាក់នៅផ្ទះយើងផ្ទះធំធ្វើពីហោណាំងដំបូលប្រក់ស្លឹកជុំវិញបរិវេណមានសួនតាចម្រុះជាពិសេសកាមលីការរំដួលចំពីមុខផ្ទះក្រអូបសានអមដោយមេឃរលឹមស្តិចនៅខាងក្រោយចង្ក្រានបាយមានហុយសែងតិចហាក់កំពុងតែដណ្ដើមបាយរួចចំពីមុខផ្ទះមានតយ៉ាពីឫស្សីមានក្រែខ្មែរមួយជាមក្រែធ្វើពីឈើរលងមូលលើក្រែមានកន្ត្រកស្លាមលូតំកបោបោករួនតែងសំណាក់ស្លាសង្កេតមើលជុំវិញមានរូបរៀបរបបមានអ្នករៀបចំបែបបុរាណបើគ្រាន់តែគិតក៏ចង់រស់នៅទីនេះតាំងគ្រាន់តែគិតក៏ចង់រស់នៅទីនេះតាំងបើតាមខ្ញុំដឹងវាបំព្រាឪពុកម្ដាយតាំងពីក្មេងមកម្ល៉េះមានជីដូនម្នាក់ចិញ្ចឹមបីបាច់ថែរក្សាតាំងពីតូចក្រូចឆ្មាទៅគោឲ្យអាណិតវាដែរតែមិនធ្វើទេពេចអាណិតខ្លួនឯងសិនពេលនេះដែរសិនតែទុំរួចឡើយហើយចំពោះពោះក៏ក្លៀនទៅទៀតក្លិនឈ្ងុយចាស់ចេញពីចង្ក្រានបាយមកបន្តិចនោះលោកយាយក៏បានដើរចេញពីរោងបាយក្រំទឹកខ្ញុំក៏បានតាក់គាត់នឹងលើកដែរសំទះជំរាបសួរបន្តិចតែលោកយាយហាក់ដូចជាស្គាល់ខ្ញុំច្បាស់ណាស់មិនតែប៉ុណ្ណោះស្គាល់ដល់ឪពុកម្ដាយខ្ញុំខាងទៀតខុសខ្ញុំមើលមុខអាហេច្បាស់ណាស់ច្បាស់ជាវាធ្លាប់និយាយពីខ្ញុំហើយបានជាលោកយាយស្គាល់ខ្ញុំដូច្នេះបន្តិចនោះលោកយាយក៏បន្តវាចាមកថាយាយឮថាចៅឈឺចង្កេះមុខនេះយាយចេះចាត់សរសៃខ្លាំងដែរចាំយាយព្យាបាលអង្គហ
ហើយចំពោះរឿងការស្នាក់នៅទីនេះចែកស្នាក់នៅមួយខែទៅពីរខែក៏បានដែរហើយចំពោះដំណឹងគ្រួសារចៃចាំនិយាយឲ្យឪពុកទៅវាប្រាប់ឪពុកម្ដាយចៃចាំដំណើរសាច់រឿងខ្ញុំអង្គុយឆ្ងល់បន្តិចអ្នកណាទេវត្តទៅឬអាហេងវាមានបងប្អូនមួយទៀតខ្ញុំក៏មកសួរដេញដោលឡើងព្រោះរយៈពេលមួយសប្តាហ៍ឯកក៏បានថាយូរទៅហើយដោយមិនចង់រំខានលំជេរឲ្យយូរជាងនេះតែក៏ទោះបីប្រកែកច្បាស់ណាស់ក៏ពុំមែនក្រសុទ្ធចិត្តដែររលំតិចស្រក់លើដំបូលប្រក់ស្លឹកល្ងាចរៀនជ្រេះទៅហើយស្រប់ពេលខីកាមលិះក្លិនរំដួលបញ្ចេញត្រចុំកាសតូចរីស្កូស្គីចំពីមិតាខែខាត់យល់ខ្លាំងដែលត្រអប់សាញ់ត្រឡេកមើលចុងវិញមានលំណាំស្វាយកាឡាមៀបស្វាយប៉មអំដោយបន្លែបន្លប់កណិតទេមានចំដោះឬមិនភ័យឡងឬមហូបមហាបន្តិចក្រោយមកអាហេងវាយកដៃមកគោកស្មាខ្ញុំញាក់ព្រឹកមុននេះរវល់តែក្លឹបនិងទេសភាពដ៏ស្វាតកាផងរួចវាបន្តនិយាយមកថាកាលនៅទំនប់តព្រីអញស្គាល់រឿងដំដងឬចាំគ្នាប្រាប់អដំណើរដានតវាអដល់ខ្ញុំឡើងលឿនមានអសូរអ្នកជំនឿបន្តិចហើយចំពោះរឿងដែលវាចង់ឲ្យខ្ញុំដឹងនៅរៀនហៅណាងខាងក្រោមមានបាយដំឡូងមូលជាច្រើនបាយបូករួមទាំងមើមប្រលិតច្រកបាយក្រចាញ់បាទទឹកទៅមិនដឹងជាវាប្រម៉ែប្រមោប៉ុន្មានខែទេហើយក៏មិនដឹងថាវាយកមកធ្វើអ្វីដែរបន្តិចនោះវាក៏បន្តនិយាយខែអញមើលឲ្យកាត់សិនចុះសុំថ្ងៃក្រោយចាំខ្ញុំប្រោឲ្យអស់គ្នាធានាថាឯងនឹងភ្ញាក់ផ្អើលតែម្ដងខ្ញុំជ្រុញចិញ្ចាំបន្តិចមិនដឹងជាវាតួស្អីគេទេពោះក៏ឃ្លានទៅទៀតដោយមិនហ៊ានសុំអាហារវាក៏ជ្រុលមាត់ពោលឡើងថាតែគ្នាអាចយកដំឡូងឯងទីទៅ3ទៅលុតបានអស់យាសោមិនអីទេសំឡាញ់ឲ្យអវតីធ្វើមហូបឲ្យឯងចុះកុំថាឡើយដំឡូងទៅ2-3ឲ្យវាធ្វើមហូប2-3មុខទុកចិត្តលើវាចុះវាពូកាញ់ធ្វើមហូបហ្នឹងខ្ញុំឆ្កួនចិញ្ចាំម្ដងទៀតមិនដឹងថាអវតីយានជាអ្នកណាទេស្រីឬប្រុសហើយជាសិទ្ធិញាតិឆ្ងាយឬចិត្តខ្ញុំក៏មិនមាត់អ្វីទេអូក៏ឃ្លានតែក្នុងចិត្តក៏មិនហ៊ានសួរវាឲ្យឆ្លាញ់ជានេះឡើយបានត្រឹមធ្វើមកកំសត់ក្លិនឈ្ងុយចេញពីក្រៅផ្ទះបាយស្របពេលពោះក៏ឃ្លានថែមទៀតចង្កេះក៏ឈឺប្រសិនបើមិនដូច្នេះទេខ្ញុំនឹងទៅចំណអាហារដោយខ្លួនឯងហើយ
ក្លិនឈ្ងុយឡើងសូរសំឡេងសម្រាប់ជាងព្រឹបអមជាមួយនឹងបន្ទះផ្នែករនាបក្រាស់កំរាលប្រមាណជា3ចង្អាមពីកៅដីអ្នកខាងក្រោមមានចិញ្ចឹមមាន់ទាស្របពេលរំហើរត្រជាក់ផាយផាត់សូរសំឡេងព្រឹបកាន់តែគៀកឡើងខ្យល់ត្រជាក់ផាយផាត់ស្របពេលរំហើរមករសិរំលេចនៅរូបស្រីវ័យជំទង់មានអាយុប្រមាណជា16ឆ្នាំ